បងប្អូនដែលស្ថិតនៅក្នុងផែនការសម្រកគីឡូអូខេហើយបងប្អូនគួរស្វែងយល់ថាហេតុអ្វីបានជាបងប្អូនមិនស្រកគីឡូសោះបាទអញ្ចឹងមានកត្តា6យ៉ាងបាទ6យ៉ាងដែលទប់បងប្អូនមិនឲ្យស្រកគីឡូបានអូខេអញ្ចឹងបងប្អូនស្ដាប់ដោយយកចិត្តទុកដាក់ហើយព្យាយាមជៀសវាងទម្លាប់6នេះអូខេទម្លាប់ទី1គឺបងប្អូនចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនបាទអញ្ចឹងអាហារជាតិខ្លាញ់បងប្អូនដឹងហើយណាបាទពពួកសាច់ខ្លាញ់ឬក៏មិនចាំតែសាច់ខ្លាញ់ទេបងប្អូនពពួកអាហារដែលមានជាតិម្សៅបាទកាបូហីដ្រាតហ្នឹងមានបាយមានពោតដំឡូងមីបាទនំបញ្ចុកអីហ្នឹងជាដើមបាទពពួកអស់ហ្នឹងគឺពពួកអាហារដែលមានជាតិខ្លាញ់បាទចំណុចទី2បាទគឺបងប្អូនទម្លាប់អង្គុយយូរពេកបាទមានន័យថាបងប្អូនដូចនៅក្នុងការងារ office ឬក៏បងប្អូនកាត់ដេរជាដើមហ្នឹងបាទអញ្ចឹងបងប្អូនត្រឡប់អង្គុយយូរបាទ4-5ម៉ោងបានងើបដើរចេញម្ដងមិនអញ្ចឹងទេបងប្អូនគេឲ្យយើងតែ1ម៉ោងបាទ1ម៉ោងកន្លះអីហ្នឹងបាទបងប្អូនអាចងើបដើរបន្តិចទៅដើម្បីឲ្យវាមានការធ្វើចលនាបាទទម្លាប់ទី3គឺជាទម្លាប់ដែលញ៉ាំទឹកមិនគ្រប់គ្រាន់បាទបងប្អូនបាទប្រហែលជាអ្នកខ្លះគាត់អត់យល់ដឹងទេតាក់ទងទៅនឹងការចង់ស្រកគីឡូគាត់អត់ហ៊ានញ៉ាំទឹកទេបាទដោយសារអីចាស់ពីដើមគាត់ថានៅពេលដែលយើងញ៉ាំទឹកច្រើនធ្វើឲ្យយើងធាត់បាទអញ្ចឹងមិនហ៊ានញ៉ាំទឹកទៅបានឲ្យយើងស្រកគីឡូហ្នឹងហើយអញ្ចឹងគឺវិធីនេះខុសទេណាបងប្អូនបាទទម្លាប់ទី4គឺបងប្អូនចូលចិត្តញ៉ាំអាហារយប់ជ្រៅបាទឬក៏ទម្លាប់ញ៉ាំបន្ទាប់ពីម៉ោង8ហ្នឹងបងប្អូនព្យាយាមញ៉ាំអាហារពេលនេះគឺជាអាហារដែលជួយឲ្យបងប្អូនហ្នឹងឡើងគីឡូតែម្ដងបាទមិនងាយចុះគីឡូទេហើយទម្លាប់ទី5គេងមិនគ្រប់គ្រាន់បាទអញ្ចឹងការគេងគឺជាចំណែកមួយនៅក្នុងផែនការសម្រកគីឡូដែរបើសិនជាបងប្អូនគេងមិនគ្រប់ក៏មិនឲ្យបងប្អូនស្រកគីឡូកើតដែរចំណុចទី6បាទចំណុចទី6គឺមិនញ៉ាំអាហារពេលព្រឹកអ្នកខ្លះគាត់ចង់ស្រកគីឡូពេកបាទគាត់ខាងមិនញ៉ាំតែអាហារពេលព្រឹកទៅធ្វើឲ្យយើងស្រកហើយបាទមិនអញ្ចឹងទេបងប្អូនបាទអាហារគេឲ្យយើងញ៉ាំ3ពេលព្រឹកថ្ងៃត្រង់ល្ងាចបាទប៉ុន្តែគ្រាន់តែបងប្អូនកាត់បន្ថយកាឡូរីអូខេអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងផែនការសម្រកគីឡូ6ចំណុចនេះតើបងប្អូនមាននៅចំណុចមួយណាបងប្អូនគួរកែទម្លាប់នឹងចេញបាទហើយបើសិនជាបងប្អូនមានចង្អល់អាចសាកសួរបន្ថែមបានមក Telegram ឬក៏ Facebook ខ្ញុំបាទខ្ញុំជួយបងប្អូនឲ្យស្រកគីឡូបានសម្រេច100%បាទអរគុណច្រើន